នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ Benjamin បន្ទាប់ពីចំណាយពេលជាមួយស្នេហាដំបូងរបស់គាត់ Jessica គាត់បានត្រឡប់ទៅផ្ទះវិញដូចជាគ្មានអ្វីកើតឡើងដើម្បីកំដរប្រពន្ធរបស់គាត់ឈ្មោះ Alice នៅពេលដែលគាត់ចូលទៅក្នុងផ្ទះហើយតែងតែដោះស្បែកជើងរបស់គាត់បានដឹងថា Alice មិនបានយកស្បែកជើងរបស់គាត់មកគាត់ទេនោះហើយជាពេលដែលគាត់បានកត់សម្គាល់ឃើញ Alice មិននៅផ្ទះខណៈដែល Benjamin កំពុងត្អូញត្អែរយ៉ាងខ្លាំងអំពី Alice ឪពុកម្ដាយរបស់គាត់បានដើរចូលទាំងអន្ទះសារហើយនិយាយទាំងខឹងថា Alice ជួបគ្រោះថ្នាក់ចរាចរណ៍ហើយទាមទារថាហេតុអ្វីបានជាគាត់នៅតែឈរនៅទីនោះហើយជាពេលដែល Benjamin ចាំថាពេលគាត់នៅជាមួយ Jessica នៅមុនថ្ងៃនោះ Alice បានទូរស័ព្ទមកគាត់សុំជំនួយទោះជាយ៉ាងណាក៏ដោយគាត់គិតថា Alice គ្រាន់តែព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់គាត់ដោយធ្វើពុតជាមានបញ្ហាដូច្នេះគាត់បានព្យួរទូរស័ព្ទភ្លាមគាត់ដឹងតិចតួចថានៅពេលនោះ Alice កំពុងដេកនៅក្នុងបន្ទប់វះកាត់រងចាំ Benjamin បរិច្ចាគឈាមដើម្បីជួយជីវិតនាងនៅពេលដែល Benjamin និងក្រុមគ្រួសាររបស់គាត់មកដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានប្រាប់ពួកគេថា Alice មានប្រភេទឈាមដ៏កម្រមួយជាសំណាងល្អមន្ទីរពេទ្យនៅតែមានការផ្គត់ផ្គង់បើមិនដូច្នេះទេនាងនឹងមិនភ្ញាក់ពីដំណេកទៀតទេឪពុកបានសួរ Benjamin ដោយខឹងថាហេតុអ្វីបានជាអ្នកមិនបរិច្ចាគឈាមដើម្បីជួយ Alice ប៉ុន្តែ Benjamin បានឆ្លើយទាំងប្រងើយកន្តើយគាត់នៅជាមួយ Jessica ពេលរីដូច្នេះឪពុកបានទះកំភ្លៀងមុខ Benjamin មិនជឿថាឪពុកគាត់វាយគាត់លើកូនស្រីចិញ្ចឹមវាប្រែថានៅពេលដែល Alice នៅតូចដោយសារតែប្រភេទឈាមរបស់នាងដូចគ្នានឹង Benjamin ឪពុកបានសម្រេចចិត្តចិញ្ចឹមនាងនោះហើយជាមូលហេតុដែល Benjamin តែងតែមើលងាយ Alice ប៉ុន្តែមានតែឪពុកប៉ុណ្ណោះដែលដឹងថា Alice គឺជាកូនស្រីរបស់បុរសមានបំផុតនាងបានស្នាក់នៅក្នុងគ្រួសារ Benjamin ព្រោះនាងស្រឡាញ់ Benjamin យ៉ាងខ្លាំងនៅពេលនេះ Alice បានបាត់បង់ក្តីសង្ឃឹមទាំងស្រុងលើ Benjamin នាងបានទូរស័ព្ទទៅម្ដាយហើយនិយាយថានាងនឹងត្រឡប់មកផ្ទះវិញក្នុងរយៈពេល3ថ្ងៃនៅពេលដែល Alice ត្រឡប់មកផ្ទះវិញនាងបានរកឃើញ Benjamin នៅផ្ទះដោយអបអរការវិលត្រឡប់របស់ Jessica ទៅកាន់ប្រទេសប្អូនស្រីរបស់ Benjamin បានប្រមាថ Alice Benjamin បានរំលឹកនាងថា Alice គឺជាបងថ្លៃស្រីរបស់នាងប៉ុន្តែប្អូនស្រីបានទូចថា Alice ស្នាក់នៅដើម្បីតែលុយប៉ុណ្ណោះនោះគឺជាវិធីតែមួយគត់Alice បានចំអកហើយនិយាយថានាងមិនខ្វល់ពីប្រាក់គ្រួសាររបស់ Benjamin ទេមិនមែនសូម្បីតែបន្តិចពេលប្អូនស្រីបានឬដូច្នេះនាងបានព្យាយាមទាត់ Alice ចេញភ្លាមនៅពេលនោះ Jessica បានឈានជើងចូលជាមួយនឹងអាកប្បកិរិយារបស់ពិធីការនីហើយបានអញ្ជើញ Alice ឲ្យចូលរួមជាមួយពួកគេសម្រាប់អាហារពេលល្ងាចនៅពេលពួកគេអង្គុយនៅតុ Benjamin បានគិតយ៉ាងយកចិត្តទុកដាក់ក្នុងការបម្រើអាហារ Jessica ដូចជាពួកគេជាគូស្នេហ៍ពិតប៉ុន្តែនៅពេលដែល Benjamin ញ៉ាំអាហារដែល Jessica បានចម្អិនគាត់មិនអាចជួយអ្វីបានក្រៅពីស្ដោះវាចេញគាត់ធ្លាប់ធ្វើម្ហូបរបស់ Alice ហើយឥឡូវនេះគាត់បានរកឃើញអាហាររបស់ Jessica គួរឲ្យខ្ពើមJessica ឈឺចាប់ព្យាយាមចាក់ចេញប៉ុន្តែពេលក្រោកឈរនាងធ្វើពុតជាឈឺដោយអះអាងថាវាជាលទ្ធផលក្រោយមក Benjamin មុនពេល Benjamin បង្ហាញការព្រួយបារម្ភភ្លាមថាវាគឺដោយសារតែ Jessica បានជួយសង្គ្រោះគាត់ទើបគាត់បានលង់ស្រឡាញ់នាងគាត់ដឹងតិចតួចទេថាអ្នកដែលបានសង្គ្រោះគាត់កាលនោះគឺ Aliceដើម្បីមើលថែ Jessica Benjamin មិនអើពើនឹងអារម្មណ៍របស់ Alice ហើយទុកឲ្យ Jessica ស្នាក់នៅផ្ទះរបស់គេមួយយប់ការសម្រេចចិត្តរបស់ Benjamin បានបំបែកបេះដូងរបស់ Alice ប៉ុន្តែដោយនឹកឃើញថានាងនឹងទៅវិញមិនយូរប៉ុន្មាននាងមិនបាននិយាយអ្វីសោះហើយត្រឡប់ទៅបន្ទប់វិញដើម្បីរៀបចំឯកសារលែងលះភ្លាមនោះ Benjamin ក៏ចូលមកស្ដីបន្ទោស Alice ថាមិនបានរៀបចំទឹកងូតទឹកAlice បានបញ្យល់ថានាងគិតថា Benjamin នឹងស្នាក់នៅក្នុងបន្ទប់របស់ Jessica Benjamin បានប្រាប់នាងកុំឲ្យយល់ច្រឡំថាគាត់និង Jessica ជាគូស្នេហ៍នឹងគ្នា Jessica គ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះប៉ុន្តែ Alice បានឃើញនៅលើកុំព្យូទ័រនៅរូបថតដ៏ទាក់ទាញដែល Jessica បានផ្ញើមកគាត់ពេល Benjamin ឃើញដូច្នេះគាត់ក៏បិទ laptop យ៉ាងប្រញាប់ហើយលើក headphone បោក Alice បន្ទាប់មកគាត់បានទៅលេងហ្គេមជាមួយ Jessica ទីបំផុត Alice បានឃើញ Benjamin ថាគាត់ជានរណានាងបានយកឯកសារលែងលះដោយផ្ទាល់ហើយប្រាប់ Benjamin ថានាងចង់លែងលះប៉ុន្តែ Benjamin រវល់ពេកក្នុងការលេងហ្គេមដើម្បីស្ដាប់អ្វីដែល Alice និយាយដូច្នេះហើយ Alice បានយកដៃរបស់គាត់ហើយចុចស្នាមម្រាមដៃរបស់គាត់នៅលើក្រដាសនៅថ្ងៃបន្ទាប់ឪពុកម្ដាយរបស់ Benjamin បានមកលេង Alice ប៉ុន្តែពួកគេភ្ញាក់ផ្អើល Jessica បានបើកទ្វារឪពុកបានសួរ Jessica យ៉ាងខឹងសម្បារគាត់បានផ្ដល់ឲ្យនាងចំនួន$10 លានដើម្បីចាកចេញ Benjamin អញ្ចឹងហេតុអ្វីបានជានាងត្រឡប់មកវិញ Jessica បន្ទាបក្បាលដោយមានកំហុសប៉ុន្តែពេលនាងឃើញ Benjamin នៅពីក្រោយនាងបានបញ្ចេញទឹកមុខគួរឲ្យអាណិតហើយនិយាយថានាងពិតជាស្រឡាញ់ Benjamin ដោយអង្វរឪពុកគុំឲ្យបង្ខំនាងឲ្យចាកចេញម្ដងទៀតក្រោយពីបានឬដូច្នេះ Benjamin បានយកខុសទាំងស្រុងពីឪពុករបស់គាត់បានព្រមានឪពុករបស់គាត់ថាប្រសិនបើគាត់បង្ខំ Jessica ឲ្យចាកចេញម្ដងទៀតគាត់នឹងចាកចេញជាមួយនាងពេលនោះ Alice ដើរចូលហើយនិយាយថានាងជាអ្នកគួរចាកចេញ Benjamin បាននិយាយដោយអត់ធ្មត់ថាក្នុងនាមភរិយារបស់គាត់នាងមិនគួរបង្កើតឈុតមួយនៅពេលនេះទេឪពុកបានសួរ Benjamin ជាថ្នូរនឹងការឆ្លើយតបថាបើគាត់ដឹងថា Alice ជាប្រពន្ធគាត់ចុះហេតុអ្វីគាត់នៅតែកាន់ Jessica ប៉ុន្តែ Benjamin បានឆ្លើយថា
ប្រសិនបើវាមិនសម្រាប់ឪពុករបស់គាត់ទេគាត់នឹងនៅជាមួយ Jessica ជាយូរមកហើយឪពុកខឹងបានបញ្ជាឲ្យ Benjamin លុតជង្គង់ហើយរៀបចំដាក់ទោសគាត់ដោយសភាពគាត់ Alice បានការពារ Benjamin ជាមួយនឹងរាងកាយរបស់នាងដោយទទួលយកការដាក់ទណ្ឌកម្មជំនួស Benjamin ហៀបនឹងពិនិត្យមើល Alice នៅពេលដែល Jessica ធ្វើពុតជាឈឺចាប់ម្ដងទៀតដោយឃើញភ្លាមគាត់បានរុញដៃ Alice ចេញហើយរត់ទៅលួងចិត្ត Jessica ជំនួសវិញឃើញទស្សនវិជ្ជានេះឪពុកសន្លប់ទាំងកំហឹងសំណាងល្អគាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលហើយជីវិតរបស់គាត់ត្រូវបានជួយសង្គ្រោះនាងធ្លាប់ណែនាំឪពុកមិនឲ្យលូកដៃក្នុងជីវិតស្នេហារបស់ Benjamin ប៉ុន្តែឪពុកបាននិយាយថា Jessica គិតច្រើនពេកហើយ Alice គឺពិតជាត្រឹមត្រូវសម្រាប់ Benjamin បន្ទាប់ពីដឹងរឿងនេះ Benjamin បានពន្យល់ម្ដាយរបស់គាត់ថាមូលហេតុដែលគាត់ស្រឡាញ់ Jessica គឺនៅពេលដែលគាត់មានគ្រោះថ្នាក់វាគឺជា Jessica ដែលដឹកគាត់ទៅផ្ទះម្ដាយរបស់គាត់ធៀបនឹងនិយាយថាវាគឺជា Alice ដែលដឹកគាត់ទៅផ្ទះស្រាប់តែប្អូនស្រីបានប្រគល់ឯកសារលែងលះទៅBenjamin